คือแต่มองโอ้มันไอ้เนี่ยการจะตั้งตัวเราตรงตัวตาตั้งตัวเราเป็นจิตบริสุทธิ์ในจิตใจซุ่มลมออนกายกรุ๊ปสำนักตรงอาดอมได้เอาญาลูกจุ่มเจียวลูกใส่ปรีมิตรปุกไม้บองโฟนได้กุมพงตามดานตุสนาตามบันได้ซาปอร์เมนซีโซนประพิชมบางขณะเป็นนิชมาจำสารรวมจุ่มมวยหนึ่งสาการีบางกุมพงตะมินวัดตะมินมาตัวได้สนุกจุ่มน้อยบางสลาคุมมาโพจุ่มร้านบางได้เชียร์จุ่มน้อยได้วิวิทบางรวีบองโฟนประเชียร์บรอดบางรวมจุ่มมวยหนึ่งบางกรมมาชอบางลุยบางเชียร์จานเรื่องดอลลาร์บางขณะเป็นนี้ยังเคยทาบางเหลือคณะในคณะบาคาดบาร้องในคาดกระปุกปื้อบาลูกอาดอมซอสปุตระบาบานเมียนวัดเมียนตัวเราตรังจำนวนหนึ่งสลาคมตัวเต็มดองบากอดบานดักงอมันไตรกราวมาวาดบาจืดจานโรยเนื้อพองได้ทำไมจมมกจำนวนพองได้จะเคยไงบากอดนังโรคลำนอสไซนามุจูนบาโบจืดรอดบานออยลานกอดมาสันบายังโจรวมตามนานต้องเอาคณีพังนายปริมาตุชนบางคณะเป็นนี่จะเคยไงบ่าให้ยังจังดังตาดำจอมในเรื่องอย่างนั้นนู้ยังโจรวมตามนานต้องเอาคณีบ่าคือนึกต่อเรายังนั่งตามนานจมูกนั่งบ่าคณะในคณะอภิบาลงบ่าคายตัวปุ่งปื้อบ่าคืออาดอมซอสปุตราบานดักนอมันไตรบ่ากราวหมู่บ้านบ่าจืดจานเนี่ยโรยเนี่ยจานเนี่ยพังนั้นบ่าทำไมโจรวมบ่าดอสไลปังหายจูนจูรอดอาจารย์จะมีการเข้าได้จะที่มันได้ประชาชนได้รวมได้น้องไข่กับตรงพื้นได้เสร็จไข่ตัวบ้านอย่างไรจนน้ำเบาไปสิจันเบาเกยรับแรงเลี้ยงดิเสียเทียบอ่ำมากมวยกับบารัตบาไข่นี่คือตัวจะเบื่อสมัยท้ายแต่เขาพูดมาการโอนเงินอัดเชื่อเชื่อเอาเจอตัวสัตว์ไฟเอาเจอมาไม่ร้อนมาได้เอาเจออะไรสบายลงถึงตัวបានខ្លឹមសារទាំងមូលរបស់អភិបាលរងអាដាមសសពុត្រាគាត់កំពុងតែមានខ្លឹមសារជូនបងប្អូនប្រជាពលរដ្ឋអាញាធរខេត្តគឺមកអនុញ្ញាតឲ្យយើងចាត់ទុកថាក្រុមខបាជាក្រុមសង្គមវិទ្យាដែលបន្តយាយីនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានទេតែប៉ុន្តែជាប្រជាជនក៏ត្រូវតែចូលរួមអនុវត្តនៃច្បាប់ដែរពីសូមជំរាបថាក្រោយពីតាមទទួលព័ត៌មាននៃការផ្ទុះឡើងនៅករណីនេះរដ្ឋបាលខេត្តក្រុងតែម្ដងរបស់រដ្ឋសំណាងបានបញ្ជាឲ្យមន្ត្រីនគរបាលយុតិធម៌តែមានក្នុងការខាងនគរបាលខេត្តនិងអវត្តខេត្តជាសញ្ញាធិការបានកសាងសំណុំរឿងនិងធ្វើសាវតាជាតិជនបាត់ប្រាស់ទាំងនេះជនសង្ស័យចាក់វិញបាត់ប្រាស់ទាំងនេះដើម្បីបញ្ជូនទៅតុលាការនឹងធៀបទៅចាប់មើលฟ้องនៅពីក្រោយដើម្បីសម្ដែងធ្វើយ៉ាងណាឲ្យបានសងប្រាក់មកទឹកមកបងអូនទៅតាមអ្វីដែលរៀនអ្វីដែលតាមមកទៅនេះគឺថាបងអូនធ្វើនេះចំណេញគេបើសិនជាយើងអត់រៀនផ្លូវមួយអត់តាមផ្លូវមួយឲ្យមានតាចូលតាឬមួយតាដោះស្រាយទៅតាមផ្លូវច្បាប់ហើយកំប្រាពាក្យជាភាសាបងអូនសារព័ត៌មានកំប្រាពាក្យថាអាញាធរខំអាញាធរស្រុកអាញាធរតែមិនយកចិត្តទុកដាក់ខ្ញុំសូមជម្រាបឲ្យលោកថាករណីនេះខ្ញុំបានចុះខ្ញុំផ្ទាល់ដែលអនុវត្តខ្ញុំបានឲ្យខេត្តស្នងការនគរបាលខេត្តស្រុកអធិការឋានស្រុកមួយខំទៅតោះអប់រំប្រជាជនពីព្រោះបានកើតឡើងនៅស្រុកក្នុងខ្លួនយើងទុកចាប់ខ្លួនម្ដងហើយក៏ប៉ុន្តែប្រជាជនយើងទេដែលគាត់ទៅឲ្យរដ្ឋបាលយើងលើច្រើនគាត់អត់ត្រូវស្ដាប់យើងសោះគាត់អត់ទទួលយកការជូនយោបល់របស់យើងសោះគាត់ថាលុយរបស់គាត់មកគ្រួសារគាត់យើងសួររកតែទឹកអានេះនៅពីក្រោយនេះលើកយើងទៀតណាហើយដល់ចុងក្រោយឡើងបងប្អូនយើងដែលសារព័ត៌មានគេបងប្អូនវិជាបរដ្ឋដែលកំពុងឡាយនេះអញ្ញាធិការមិនយកចិត្តទុកដាក់ទេអញ្ញាធិការមិនយកចិត្តទុកដាក់ទេអញ្ញាធិការមិនយកចិត្តទុកដាក់ទេខ្ញុំជម្រាបថារយៈពេលប្រមាណថ្ងៃនេះពួកយើងខ្ញុំបានសម្រាប់នេះក្រៅគ្រារដ្ឋាភិបាលរបស់ក្រុមសង្គមវិទ្យាទាំងនេះដើម្បីដឹងទៅតុលាការសង្គមវិទ្យាអនុវត្តទៅតាមនីតិវិធីទទួលមានច្បាប់គ្រួសារយើងនិយាយយើងមិនអាចចេះតែធ្វើអីដូចចាស់មិនបងប្អូនមានល្ងាចមិនឡាននេះបើទុកឲ្យល្អយកទៅលក់តាមផ្លូវយើងលើមកបងប្អូនក៏បងប្អូនមានតម្លៃអញ្ចឹងហ
អ្នកបំរាមអ្នកដឹកនាំបំផ្លាញមិនជាមានផលទេណាដល់បងអាចជួបដល់ល្មមព្រមទាំងបំផ្លាញប្រងសម្បត្តិរបស់អ្នកដទៃណាអ្នកវាសឹងចឹងអបបងផ្ទុះឲ្យកើតមានយហិង្សាឡើងមានតាមឡើងដល់មនុស្សស្លាប់ទោះថាលុយទៅបានទៅវិញអត់បានលុយហើយបងប្អូនខ្លាចជាយ៉ាងមានកំហុសទៀតអានេះតែយើងខ្ញុំកំពុងតែគិតហើយអ្វីទាំងអស់ត្រូវបានយកដល់ក្រោយមកនេះមុននឹងជួបឲ្យលោកយ៉ាងទៅក្នុងការរកអានជួយដល់ដេតារបស់សាលាដំបងខ្ញុំសូមបញ្ជាក់ជូនបងប្អូនទាំងអស់ដែលបានធ្វើចោះឈ្មោះក្នុងបញ្ជីជាអ្នកដែលបានទទួលលុយយើងនេះដែលស្រុកបានសម្រង់មកហើយនេះយើងមានបញ្ជីហើយជាបងប្អូនណាដែលគិតថាខ្លួនឯងមិនទាន់មានឈ្មោះបានចោះឈ្មោះគឺសូមបន្តមកចោះឈ្មោះថាយើងទៅបានឲ្យលុយចំណាំមានឯកសារបញ្ជាក់ថាកុំឲ្យអ្នកខ្លាំងគាត់ថាគេចាក់លុយយើងដែរហើយទៅជំរាបបងប្អូនណាបើថាទៅយើងអ្នកចូលចម្រើនប៉ុណ្្នឹងនេះមានអ្នកឆ្លៀតឱកាសមកពីខាងក្រៅពីក្រៅមករុញសភាពការនេះហើយឬមួយក៏ខ្ញុំអាចនិយាយបានថាក្រុមគេចង់ឲ្យស្ថានភាពនិយាយថ្ងៃនេះក្រុមគេចង់យ៉ាងអាក្រុមសង្គមយុទ្ធណាវាមកប្រកាសជាមួយបងប្អូនដែលបន្តឲ្យមានហេតុការណ៍បន្តឲ្យមានបញ្ហាកើតឡើងទៅដើម្បីឲ្យបងប្អូនខ្លាចជាអ្នកដូចកំហុសអញ្ចឹងទេខ្ញុំសូមឲ្យបងប្អូនរក្សាជំហរជឿលើការដឹកនាំរបស់ឯកឧត្តមសំណាងជឿលើច្បាប់ហើយច្បាប់មិនចាំជឿពួកអស់នេះទេបើចាំជឿពួកអស់នេះយើងខ្ញុំអត់មកទេសូមជម្រាបអញ្ចឹងយើងខ្ញុំអត់មកទេអញ្ចឹងត្រឡប់ទៅវិញបងប្អូនដែលត្រូវបានឲ្យលុយទៀតត្រូវបានឲ្យទៅបោកទៅសូមមេត្តាចុះឈ្មោះនៅស្រាប់យើងបានរាយការណ៍ខ្ញុំមិននេះទៅហើយថាដូចនេះតាមមានបញ្ជីមានអីទៅហើយអ្នកណាពាក់បានអ្នកណាបើតាមប្រមាណអ្នកណាបើប្រមាណវិធីតែមួយទៅនេះគឺយកច្បាប់មកអនុវត្តដើម្បីបានលុយផងបងប្អូនមិនមែនយកហិង្សាមិនមែនយកការឃុំមនុស្សទេឥឡូវសួរថាតើបងប្អូនឃុំប្រហែលថ្ងៃមានលុយចិត្តមកអត់មានអ្នកណាបានលុយមួយរៀលអត់បានលុយខិតទៅវេលាឥឡូវបងប្អូនរៀបចំពីជាក្រុមហើយចាត់តាំងឲ្យមានតំណាង10នាក់មកដើម្បីយើងទៅជជែកគ្នាគ្នាដើម្បីស្វែងរកដំណោះស្រាយនឹងសំលុយជាដំណាក់កាលជូនបងប្អូនហើយក៏បងប្អូនកំជឿតាមតែយុះយងរបស់ក្រុមដឹកឲ្យខ្លោចរួយឲ្យខៅហើយដែលមានចេតនាធ្វើឲ្យបងប្អូនខ្លាចជាអ្នកមានបញ្ហាពីអ្នកត្រូវទៅជាអ្នកខុសអានេះខ្ញុំសូមជម្រាបជូនយកចឹងទៅថ្ងៃនេះខ្ញុំមកប្រកាសអំពីដោយការនាំខ្លួនរបស់សាលាការដើម្បីយកខ្ញុំចង់ឲ្យដើម្បីរូបនេះទៅកាន់សាលាដំបូងដើម្បីធ្វើការស្រាវជ្រាវរកដោយខ្លាំងទៅពីក្រៅដល់ហើយក្នុងនេះយើងខ្ញុំដោយការគឺមាន5នាក់តែ2នាក់បានរួចខ្លួនហើយ3នាក់បានបងប្អូនគុំជាប់នៅនេះតែ3នាក់បានបងប្អូនគុំជាប់នៅនេះហើយអានេះហើយបងប្អូនបងប្អូនអត់ជឿយើងខ្ញុំធ្វើមកជំរាបទៅដល់ប្រយ័ត្នកាន់បោកគេប្រយ័ត្នកាន់បោកគេអត់ជឿខ្ញុំហើយឡើយណាមានអីទៅដែរអស់ផ្ទះអស់សម្បែងអស់ដីភ្លីអស់មកអស់ឡានយកទៅទៅលេងគ្នាទៀតហើយខ្ញុំសម្រាប់ជំរាបថាយើងព្រៀងបាក់នេះមិនមែនមកការពារពួកអាក្រក់ដូចយ៉ាងក្នុងបន្ទប់ទឹកមេគុំយើងដែរអត់ទេហើយយើងអាម៉ាស់មួយទៀតរបស់ខ្ញុំក្រៅពីប្រជាជនរបស់ខ្ញុំនៅខាងកំពង់ស្ពឺចាំមកគេមិនព្រៃរបស់ខ្ញុំនេះក៏មិនចាំមកដែរការមានក្មួយរបស់មេភូមិមេភូមិនេះក៏មានក្នុងដែរមន្ត្រីសាលាសត្វនេះក៏មានក្នុងដែរហើយប្រជាជនទៅលោកអត់តាមលោកអត់ច្បាស់លោកអត់យល់ហើយមន្ត្រីរបស់ខ្ញុំនេះក៏មានទៅមួយពីរគេដែរតាមខ្ញុំឈ្មោះមន្ត្រីហៅមកទៅឲ្យទៅធ្វើលិខិតប្រមានរដ្ឋបាលវាអូឲ្យទៅមកប្រាប់គេថាខ្មៅចាញ់បាត់គេខ្មៅចាញ់បាត់គេទៅជាខ្លួនឯងចាញ់បាត់គេវិញខ្ញុំចង់អត់ត្រូវគេថាទីក្បាលសត្វដែរហ៎ហើយគាត់មានដែរមានចាញ់បាត់គេដែរទីមកប្រាប់ថាខ្ញុំអត់2លានដុល្លារដែរងាប់ដល់អានោះចឹងចាំយកមកបងប្អូនចឹងសូមមេត្តារៀបចំមកហើយបងប្អូនរៀបចំមកចំនួនប្រមាណគ្រួសារដែលបានប្រកាសគេហ្នឹងចាំតែមានបណ្ដា10នាក់ដើម្បីចូលរួមមកប្រជែកនៅក្នុងប្រព័ន្ធលើច្បាប់ហើយដើម្បីដាក់ចេញនៅសំណងព្រោះដើម្បីទៅមីងបាននិយាយមិញហើយអ្នកណាបាន50%ហើយបងថាប្រមាណតែគ្រប់អ្នកណាបាន30%ហើយក៏ប្រមាណបានគ្រប់ហើយបើយើងមើលតែស្ថានភាពហ្នឹង2ឆ្នាំទៀតក៏បងប្អូនទៅដាក់ការខ្លាំងមើលហ្នឹង2ឆ្នាំទៀតអ្នកនៅក្នុងនោះហើយទៅយូរដល់រឿងក្តៅចិត្តមានអ្នកណាបត់តែបន្តិចចាក់សាំបន្តិចឆេះជុលការរឿងហង្សាឬមួយអធិស្ឋានច្រឡំមកមានចាក់សាំដូចតារាខុន
ពេលនោះគឺជារឿងបានស្អីទៀតពេលនោះគឺខ្ញុំមិនមែនមកធ្វើអ្វីចឹងទេពេលនោះគឺខ្ញុំមកចាប់តែម្ដងពីព្រោះតែអូនបានបំផ្លាញទៅសម្បត្តិរបស់រដ្ឋនៅចឹងថ្ងៃនេះយើងមកនិយាយគ្នាហើយទៅខ្ញុំនិយាយយើងអត់បានស្ដាប់ទេហើយតាមតែពីយើងបានសួរទៅខ្ញុំនិយាយយើងអត់ស្ដាប់ទេឡើយមកវាជេរគ្នាហ្នឹងហើយដល់ពេលខ្ញុំទៅវិញតាំងតាមគ្រូលេងឡងអាហ្នឹងខ្ញុំមិនដឹងទេចឹងសូមបញ្ជាក់ហើយបញ្ជាក់ទៀតថាខ្ញុំពួកយើងខ្ញុំមកនេះមិនមែនមកការពីវិខទេពួកយើងខ្ញុំនេះមកស្វែងរកដំណោះស្រាយជំទុកមកបងប្អូនតែពួកយើងខ្ញុំមិនអាចប្រើហិង្សាណាមួយចំពោះជុំខុសៗទាំងនោះទេអ្វីដែលយើងធ្វើគឺធ្វើbằngអនុវត្តតាមផ្លូវច្បាប់ទាំងអស់ចឹងសូមពុកម៉ែបងប្អូនមេត្តាគ្រាហើយមូលហេតុដែលចាប់ឲ្យមានដំណើរបាត់ទេពីព្រោះថាឥឡូវក្នុងស្ថានភាពដូចនេះយើងមិនអាចប្រមូលទាំងនេះបានច្រើនទេនេះខុសហើយក៏តែដោយសារតែរឿងជីវភាពរបស់ពុកម៉ែបងប្អូននេះគឺថាមិនអាចទៅបានចឹងឥឡូវធ្វើទៅតែរក្សាកម្រិតចិត្តមកទៅអស់ពុកហ្នឹងទៅចឹងសូមបងប្អូនយល់តុលាការចេញទៅការហើយគឺបង្កប់ឲ្យមើលខ្លួនជុំតែទៅនេះទៅសាលាដំណើរដើម្បីទៅធ្វើរកលេខខាងនៅទីក្រុងម្ដងហើយឈានទៅដល់ការដោះស្រាយសម្ដងគឺពុកម៉ែបងប្អូនអានេះគឺជាការលើកឡើងរបស់ខ្ញុំហើយខ្ញុំបញ្ជាក់ម្ដងទៀតមិនបាច់អ្នកកសែតមកទួមកអីចឹងទេគឺខ្ញុំឈ្មោះសូសុត្រាអភិបាលរងខេត្តបាទចំណែកឯដល់មកខេត្តហើយនឹងជាអនុប្រធានគណៈពេជ្រការឯកភាពរបស់ខេត្តចឹងនេះគឺជាពេញរបស់ខ្ញុំហើយមានការនិយាយរបស់ខ្ញុំមកខ្ញុំបារម្ភហើយខ្ញុំក៏មានភាពអាម៉ាស់សម្រាប់ខេត្តដទៃទៀតដែលប្រជាជនខ្ញុំចាញ់បោកគេលុយរហូតដល់10លានដែលពេលនិយាយចឹងគេអត់អាចបានអ្នកកំពុងស្ទូក្រោយដែលកំពុងស្ទូប្រកបពិតជាមានចឹងខ្ញុំសូមជួបលោកញ៉ាំតៃក្នុងការរងទទួលទុកដើម្បីអានជូននៅតែមកខ្លួនដែលយើងខ្ញុំសូមការអនុញ្ញាតនាំខ្លួនប្រកួតតែបើនេះហើយបងប្អូនចាត់តំណែងបងប្អូនទុកចិត្តយ៉ាងណាបងប្អូនឧទាហរណ៍ខ្ញុំទុក10នាក់ឬ15នាក់បងប្អូនទុកចិត្តយ៉ាងណាដែលតែមានវោហាហើយតែអាចតបពីបងប្អូនការពីជាតំណែងបងប្អូនចាត់គាត់ដើម្បីមកជាតំណែងហើយបាក់ទៅត្រង់លោកអាបានេះណាអាបានេះលោកយ៉ាងបងមកហើយគឺមុខទៅអត់អីឆ្លងសារវានេះទៅឲ្យគាត់ទៅជួបគាត់ហើយបងប្អូនចាត់15នាក់មកក្រុមដើម្បីគាត់ថាមានតំណាង15នាក់មកក្រុមតំណាងមួយដល់ដើម្បីអីដើម្បីចូលរួមទៅដោះស្រាយហើយពួកគាត់តែឲ្យពួកគាត់មានវោហាហើយយល់អំពីបញ្ហាផ្លូវច្បាប់ទៅឲ្យទៅនាំទៅឆ្លោះទៅឲ្យទៅមានគេទៅឲ្យជំនាន់ការយល់ទៅអាចឲ្យទៅជារឿងទៅចឹងសូមបងប្អូនរៀបចំឲ្យមានតំណែងមកហើយយើងទៅជជែកគ្នានៅលើផ្លូវច្បាប់ដើម្បីឈានទៅចាប់មេខ្លោងដាក់អត់ទៅយកមេខ្លោងទៅប្រើបានទេចឹងអាមេខ្លោងនោះវានៅតែបន្តរួចខ្លួនហើយនៅក្នុងចំណោមយើងហ្នឹងតែមានមនុស្សរបស់អាមេខ្លោងនេះកំពុងតែនៅធ្វើស្ដាប់យើងនិយាយដែរតែទៅទៅវាហ៊ានយកមកយករងយើងទៅហើយវាមិនខ្លាចទៅការជួលមនុស្សពីបើវាមកអង្គុយមើលសកម្មភាពរបស់បងប្អូនទេចឹងក្នុងនេះក៏មានមនុស្សផងអាមេខ្លោងផងមួយដែរហើយសូមប្រកាសថាខាត់កំពុងស្មងមិនលោកឲ្យតែឯងទេក្រោមការដឹកនាំរបស់អាដាមវិញសំណាងមិនលោកឲ្យតែឯងទេហើយយកទៅប្រាប់មើលឯងវិញផងថាយកទៅតាមយកនៅឲ្យពលបានដើម្បីតលុយជូនប្រជាជនយើងវិញចឹងនេះជាការលើកឡើងរបស់ខ្ញុំមកខ្ញុំមិនមានការអធិប្បាយទេហើយខ្ញុំអនុញ្ញាតថាខ្ញុំទៅរកសារសិទ្ធផ្សាយលើអ្វីទៅជាទៀតទឹកដែលខ្ញុំនិយាយនេះហើយខ្ញុំក៏មានការបកស្រាយខុសពីទៀតទឹករបស់ខ្ញុំសូមរកសារសិទ្ធខ្ញុំចាប់ដឹងហើយបាទសូមអរគុណខ្ញុំសូមជូនវេទិកាទៅលោកយន្តស័យអានដោយសារដីកាហើយខ្ញុំសូមអនុញ្ញាតនាំខ្លួនជនសង្ស័យដើម្បីទៅកាន់តុលាការពុកម៉ែបងប្អូនចាត់ដំណើរឬមួយខ្ញុំឲ្យលោកភាពទៀតចាត់ដំណើរទៅតាមរយៈរបស់អាបាត្ររបស់អាបាត្ររួមដំណើរអស់ទៅកាន់តុលាការដើម្បីជើគ្នាវិញទៅស្វែងរកដំណោះស្រាយហើយនឹងលឹះចេញមកទៅពាក្យបណ្ដាបានអ្នកបានឥឡូវយើងមានដែរហើយបងប្អូនគ្រប់យើងមានអស់ហើយមានហើយអ្នកណាពាក្យបានអ្នកណាទៅលោកទី1បានទៅលោកទី2បានទៅឲ្យការអីនេះចាក់មិនទៅមីងមិនខ្ញុំព្រឹកនឹកគាត់ទៅយើងចាំមិនល្អសងតាមដំណើរការខ្ញុំបើទៅមួយឆ្នាំទៀតបងតបថ្ងៃនេះយើងមកបញ្ចប់បញ្ហាហើយបងប្អូនចាត់ដំណើរទៅពិសេសគ្នានៅឲ្យតុលាការហើយមានតែទៅរកយើងខ្ញុំក៏បានរកឯនឹងវិញសំណាងក៏បានដល់ទីនេះខ្ញុំរកមួយណាក៏បានពួកខ្ញុំនឹងនៅជាមួយបងប្អូនដើម្បីរកភាពត្រឹមត្រូវពីបងប្អូនវិញ
សូមអរគុណហើយសូមរួមមានការពីកូវីដអាដាមពីព្រោះនៅខេត្តកណ្ដាលយើងមិនខ្លួនណាបាទសូមអរគុណសូមជម្រាបអ្នកឲ្យអានសាធិការបាទសូមអរគុណឲ្យបានអភិបាលរងខេត្តខ្ញុំបាទសូមជម្រាបបងប្អូនពុកម៉ែមកទីនេះទាំងអស់ជាពិសេសបងប្អូនដែលពាក់ព័ន្ធទៅនឹងពាក្យបណ្ដឹងមួយចំនួនបងប្អូនដែលបានចាញ់បោកតាមរយៈលេខចោលឬគេហៅថាកូនកច្រៃក៏បានប្រដាក់លុយចងការមកបន្តគ្នានេះហើយអ្វីដែលជាការលើកឡើងអបបឲ្យបានអភិបាលរងខេត្តបំពេញនេះខ្ញុំជឿជាក់ថាទុកម៉ែបងប្អូននៅទីនេះបានស្ដាប់និងយល់នៅអ្វីដែលជាគោលបំណងរួមរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺនិងស្រុករដ្ឋបាលខេត្តអញ្ចឹងទេឲ្យបានជម្រាបហើយអំបញ្ញនេះថាបងប្អូនអាចចូលតាមច្រកផ្លូវគឺគណៈអភិបាលស្រុកបាសាទដែលមានលោកអភិបាលជាប្រធានក្រុមការងារដើម្បីសម្រាប់សម្រួលកិច្ចការងារនេះទាំងអស់ចឹងបងប្អូនមាន1000នាក់ក៏ដោយមាន2000នាក់ក៏ដោយមានប្រមាណក៏ដោយឲ្យតែអ្នកដែលចង់បោកមើលចោលមើលទៅក្រៅទាំងអស់ប៉ុន្តែអ្វីថ្ងៃនេះគឺយើងខ្ញុំជាបន្តនគរបាលយុតិធម៌មកអនុវត្តដោយការរបស់តុលាការខេត្តកំពង់ស្ពឺអញ្ចឹងទេដើម្បីសម្រាប់ការទូខ្ញុំសូមអាននៅដោយការរបស់តុលាការខេត្តកំពង់ស្ពឺដោយការបង្គាប់ឲ្យបានខ្លួនយើងខៃជុំនីចៅក្រមទូទួលនៃសាលាដំបងខេត្តកំពង់ស្ពឺបានឃើញមាត្រា189និងមាត្រាបន្តនៃក្រមនីតិវិធីព្រហ្មទណ្ឌបានឃើញចំណាំរឿងព្រហ្មទណ្ឌលើក1422ចុះថ្ងៃទី7ខែធ្នូឆ្នាំ2020របស់អัยការអង្គសាលាដំបងខេត្តកំពង់ស្ពឺបានឃើញដោយការតនខានបញ្ជូនរឿងឲ្យទៅទួលលើក12ទៅមហិច្ឆ7អយោផ្លាស់20ចុះថ្ងៃទី8ខែធ្នូឆ្នាំ2020របស់តំណាងអัยការអង្គសាលាដំបងខេត្តកំពង់ស្ពឺដែលបានចោទប្រកាន់ទៅលើឈ្មោះជនត្រូវនាងឬត្រូវអាយុ34ឆ្នាំជនជាតិខ្មែរមុខរបរកសិករទីកន្លែងកំណើតនិងបច្ចុប្បន្ននៅភូមិរលាងជ្រៃឃុំពោធិ៍ចម្រើនស្រុកបាសាទខេត្តកំពង់ស្ពឺឪពុកឈ្មោះសំរិទ្ធសុខស្លាប់ម្ដាយឈ្មោះប្រាក់លីរស់មែនហើយប្រវត្តិនៃការផ្ដំជាទូពីមុនគ្មានទ្រព្យតែពីបាត់ខែបាត់មានការប្រមូលទូប្រព្រឹត្តនៅភូមិពោធិ៍ចម្រើនស្រុកបាសាទខេត្តកំពង់ស្ពឺកាលពីអំឡុងខែតុលាវិច្ឆិកាឆ្នាំ2020តាមមាត្រា377និងមាត្រា380នៃក្រមព្រហ្មទណ្ឌយល់ឃើញថាដើម្បីធានាដល់ការគ្រប់គ្រងឲ្យបានពេញលេញក៏បីនាំខ្លួនឈ្មោះចិនទៅនាងមកទៅពួរមុខចៅក្រមទៅពួរដើម្បីបំភ្លឺការពិតហើយដូច្នេះសម្រាប់មួយមកបានខ្លួនឈ្មោះចិនទៅនាងដែលមានអត្តសញ្ញាណបត្រសញ្ញាណដូចខាងលើទីបង្គាប់ឲ្យមន្ត្រីនគរបាលយុតិធម៌នៅស្នាការតាមនគរបាលខេត្តកំពង់ស្ពឺប្រើប្រាស់កម្លាំងសាធារណៈឲ្យចាប់និងនាំខ្លួនឈ្មោះខាងលើនេះមកបង្ហាញខ្លួននៅក្នុងមន្ទីរទូតរបស់យើងនៅសាលាដំបងខេត្តកំពង់ស្ពឺឲ្យបានមុនថ្ងៃទី23ខែធ្នូឆ្នាំ2020ដើម្បីចាត់ការតាមច្បាប់ថ្ងៃអង្គារ8រោចហើយអ្នកកសិឆ្នាំជួបទូរស័ព្ទពុទ្ធសករាជ2564កំពង់ស្ពឺថ្ងៃទី8ខែធ្នូឆ្នាំ2020ចៅក្រមទៅសួរខៃជុំនីនេះគឺដោយការបង្គាប់ឲ្យនាំខ្លួនឈ្មោះជនទៅនាងដោយការបង្គាប់ឲ្យនាំខ្លួនយើងហើយគមនីចៅក្រមទូតស៊ូនៃសាលាដំបងខេត្តកំពង់ស្ពឺបានជួយមាត្រា189និងមាត្រាបន្តនៃក្រមនីតិវិធីព្រហ្មទណ្ឌបានជួយសំណុំរឿងព្រហ្មទណ្ឌលេខ12 14 22ចុះថ្ងៃទី7ខែធ្នូឆ្នាំ2020
របស់អាយកាអង្គសាលាដំបងខេត្តកំពង់ស្ពឺបានឃើញដោយការប្រតិកម្មនឹងជួនរឿងឲ្យសូត្រសួរលេខបាត់ទី067អយោសាលា20ចូលថ្ងៃទី8ខែធ្នូឆ្នាំ2020របស់តំណាងអាយកាអង្គសាលាដំបងខេត្តកំពង់ស្ពឺដែលបានចាប់ប្រកាន់លើឈ្មោះជិនចន្ទលក្ខហេតុប្រើអាយុ31ឆ្នាំជនជាតិខ្មែរទីរំនៅកំណើតនិងបច្ចុប្បន្ននៅជួរមលាជ័យថ្មីឃុំពូចម្រើនស្រុកបាសាខេត្តកំពង់ស្ពឺឪពុកឈ្មោះសម្រាប់សត្វស្រាប់ម្ដាយឈ្មោះប្រាក់លីរស់ជនជាប់ចោតពីបាត់ឆ្លើបាច់មានសម្រាប់ប្រគុណទូប្រពុតនៅឃុំពូចម្រើនស្រុកបាសាខេត្តកំពង់ស្ពឺតាពីអំឡុងខែតុលាខែវិច្ឆិកាឆ្នាំ2020តាមមាត្រា377និងមាត្រា380នៃក្រមព្រហ្មទណ្ឌយល់ឃើញថាដើម្បីធានាដល់ការទប់ស្កាត់ឲ្យបានគំនិតគាត់បីសម្រាប់នាំខ្លួនជាមួយជិនចល័តមកចំពោះមុខការក្រមទប់ស្កាត់ដើម្បីបំពេញការពុតហើយដូច្នេះសម្រាប់មួយនៅនាំខ្លួនមួយជិនចល័តដែលមានអត្តសញ្ញាណដូចខាងលើពីរបង្គាប់នៅបន្ទយនគរបាលយុតិធម៌នៃស្នាមការប្រានគរបាលខេត្តកំពង់ស្ពឺប្រើប្រាស់កម្លាំងសាធារណៈឲ្យចាប់និងនាំខ្លួនជាមួយខាងលើមកបង្ហាញខ្លួននៅក្នុងមន្ទីរតូតូរបស់យើងនៅសាលាដំបងខេត្តកំពង់ស្ពឺឲ្យបានមុនថ្ងៃទី23ខែធ្នូឆ្នាំ2020ដើម្បីចាត់ការតាមច្បាប់ថ្ងៃអង្គារ800ខែមករាឆ្នាំទូទូស័កពុទ្ធសករាជ2564កំពង់ស្ពឺថ្ងៃទី8ខែធ្នូឆ្នាំ2020ចៅក្រមតូតូខេត្តជុំនីនេះបងប្អូនហើយចាំតិចពីការបាទដោយការបង្កើតឲ្យនាំខ្លួនយើងហើយជុំនេះតែក្រុមចូលចូលនៅសាលាដំបងខេត្តកំពង់ស្ពឺបានឃើញមាត្រា189និងមាត្រាបន្តបង្គាប់នៃក្រមនីតិវិធីព្រហ្មទណ្ឌបានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ422ចូលថ្ងៃទី7ខែធ្នូឆ្នាំ2020របស់អាយកាអង្គសាលាដំបងខេត្តកំពង់ស្ពឺបានឃើញដោយការតាមប្រាំបញ្ជូនរឿងឲ្យសូត្រសួរលេខបាត់ទី067ឲ្យយកផ្លាស់20ចូលថ្ងៃទី8ខែធ្នូឆ្នាំ2020របស់តំណាងអាយកាអង្គសាលាដំបងខេត្តកំពង់ស្ពឺដែលបានចាប់ប្រកាន់លើឈ្មោះជិនវិបុលហេតុប្រើអាយុ26ឆ្នាំជនជាតិខ្មែរទីរំនៅនិងបច្ចុប្បន្ននៅជួរមលាជ័យថ្មីឃុំពូចម្រើនស្រុកបាសាខេត្តកំពង់ស្ពឺឪពុកឈ្មោះសម្រាប់សាច់ផ្លាស់ម្ដាយឈ្មោះប្រាក់លីនៅរស់ជួបចោលទីបាត់ឆ្លើបែកមានសកម្មចំនួនទូប្រពុតនៅក្នុងទូចម្រើនស្រុកបាសាខេត្តកំពង់ស្ពឺកាលពីអំឡុងខែតុលានិងខែវិច្ឆិកាឆ្នាំ2020តាមមាត្រា377និងមាត្រា380នៃក្រមព្រហ្មទណ្ឌយល់ឃើញថាដើម្បីជានេះបាទការចូលตัวឲ្យបានពេញលេញគាត់បីសម្រាប់នាំខ្លួនជាមួយជនវិបុលមកចំពោះមុខចៅក្រមចូលជួយដើម្បីបំពេញការពុតហើយដូច្នេះសម្រាប់មួយឲ្យនាំខ្លួនជាមួយជនវិបុលដែលមានអត្តសញ្ញាណដូចខាងលើពីរបង្គាប់ឲ្យមន្ត្រីនគរបាលយុតិធម៌នៃស្នាការក្រមនគរបាលខេត្តកំពង់ស្ពឺប្រើប្រាស់កម្លាំងសាធារណៈឲ្យចាប់និងនាំខ្លួនជាមួយខាងលើមកបង្ហាញខ្លួននៅក្នុងមន្ទីរតូតូរបស់យើងនៅសាលាដំបងខេត្តកំពង់ស្ពឺឲ្យបានមុនថ្ងៃទី23ខែធ្នូឆ្នាំ2020ដើម្បីចាត់ការតាមច្បាប់ថ្ងៃអង្គារ800ខែមករាឆ្នាំទូទូស័កពុទ្ធសករាជ2564កំពង់ស្ពឺថ្ងៃទី8ខែធ្នូឆ្នាំ2020តាមក្រមទូទូខេត្តជុំនីខ្ញុំសូមជម្រាបថានៅក្នុងនេះគឺទាក់ទងទៅនឹងជនឆ្លងបែបនេះជនសង្ស័យនេះគឺតុលាការបង្គាប់ឲ្យមករហូតដល់5រូបនៅក្នុងនោះគឺមានជនវិបុលជនចន្ទលក្ខជនស្រីមានជនស្រីទៅជនសុខេប៉ុន្តែចំពោះទីនេះជនស្រីទៅនិងជនសុខេគឺអវត្តមាននៅមូលដ្ឋានបាននៅដល់ស្មើដល់ពីថាទឹកខ្លួនឥឡូវនេះកំពុងឲ្យសង្ឃិការតាមស្រាយចាប់ខ្លួនចន្ទទេនេះគឺជាបំផាត់ដែលក្នុងការឋាននគរបាលខេត្តបានទទួលដោយការបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបងខេត្តកំពង់ស្ពឺនេះគឺជាកិច្ចការងារចាំបាច់បំផុតដែលយើងត្រូវតែអនុវត្តហើយក៏ต้องការជាស្រ័យវិបានទៅទាំងអស់អំបញ្ញមិញនេះការអានដីកាការអាននៅដីកាបង្គាប់ឲ្យនាំខ្លួនទាំងអស់នេះ
ធ្វើឲ្យបងប្អូនតាមស្ដាប់និងយល់ជ្រាបអំពីនីតិវិធីដោយច្បាប់ហើយអញ្ចឹងគឺអ្វីដែលជាប្រសាទដែលធ្វើតួរបស់អាយដាមអភិបាលរងខេត្តមុននេះគឺបានតបញ្ជាក់ឲ្យឃើញថាខេត្តមិនរត់ទៅណាចោលបងប្អូនខេត្តមិនអនុញ្ញាតឲ្យក្រុមជនដែលមានគំនិតទុច្ចរិតរួចពីសំណាញ់ច្បាប់បាននៅថាយើងត្រូវតែការពារផលប្រយោជន៍បងប្អូនទាំងអស់គ្នាហើយអនុវត្តច្បាប់ចំពោះជនដែលប្រព្រឹត្តអំពើទុច្ចរិតធ្វើបោកប្រាក់ពីបងប្អូនប្រជាពលរដ្ឋចឹងទេសូមបងប្អូនទាំងអស់មេត្តាទុកចិត្តជឿជាក់មកលើគណៈវិជាការខេត្តកំពង់ស្ពឺដែលមានអាដាមអភិបាលខេត្តអាដាមអភិបាលរងក៏ដូចជាគណៈអភិបាលស្រុកបរសែកដែលមានអាយុលោកជឿនសុខុនដែលជាអភិបាលស្រុកបរសែកហើយលើពីនេះយើងមានប្រព័ន្ធតុលាការដែលជាប្រព័ន្ធសម្រាប់ដោះស្រាយបញ្ហាផ្លូវច្បាប់ប្រព័ន្ធតុលាការគឺជាជំរឿនដ៏ល្អបំផុតដែលបងប្អូនជ្រើសរើសនៅពេលនេះវាមិនមែនជាការជ្រើសរើសដោយឯកតោឬក៏យ៉ាងម៉េចទេប៉ុន្តែខ្ញុំជឿជាក់ថាប្រព័ន្ធច្បាប់មានអធិពលសម្រាប់ជួយដោះទុក្ខបញ្ហាបងប្អូនតាមតទីបញ្ចប់ចឹងខ្ញុំគិតថានេះគឺខ្ញុំសូមជម្រាបប៉ុណ្ណឹងទេហើយនេះគឺភាសាអាយដាមអភិបាលរងខេត្តលោកបានជម្រាបពីបងប្អូនអស់ហើយអញ្ចឹងខ្ញុំជឿជាក់ថាបងប្អូននៅទីនេះខ្មែរដូចគ្នាអ្នកស្រុកបរសែកដូចគ្នាខ្ញុំអ្នកអាននេះក៏ជាអ្នកស្រុកបរសែកដែរមានក្មេងខ្លះក៏មិនស្គាល់ស្រុកបរសែកលើខ្ញុំដែរព្រោះខ្ញុំដើរពីបានអាស័យទៅដល់ប្រព័ន្ធធំគឺប្រើពេលអស់អាចជា3ម៉ោងជាងឆ្លងកាត់នំតក់ត្រូវអត់គាត់ណាចឹងទេគឺទុកលំបាករបស់អ្នកបរសែកគឺជាទុកលំបាករបស់ខ្ញុំដូចគ្នាដែរចឹងខ្ញុំសូមជាជាក់ការបងប្អូនទាំងអស់នឹងយោគយល់ហើយនឹងចូលរួមអនុវត្តឲ្យផ្ដល់លទ្ធភាពជូនមន្ត្រីនគរបាលយុតិធម៌ដើម្បីបំពេញតួនាទីក្នុងនាមជាអ្នកអនុវត្តច្បាប់បាទសូមអរគុណបាទសូមអរគុណសូមអនុញ្ញាតបងប្អូនថាសូមអនុញ្ញាតនាំខ្លួនហើយសម្រាប់មកទឹកវាយក្នុងក្នុងខ្លួនតាមនីតិវិធីហើយបងប្អូនចាត់ដំណើរទៅតាមលោកអភិបាលស្រុកដើម្បីរៀបចំចូលទៅជ័យវិញហើយដើម្បីបានលុយហើយយកមនុស្សទៅមកផងបងប្អូនឃើញយើងយកទៅឡានខ្លួននោះបាទសូមអរគុណបាទយកអាហារមកទៅគាត់បើលោកគេក៏អត់ខ្លាចផងបាទអញ្ចឹងយើងគាត់អត់ខ្មាស់យើងផងអញ្ចឹងយើងនិយាយទៅឲ្យគាត់ក្នុងខ្លួនបងប្អូនមកទៅក៏មកទៅហើយគាត់បញ្ជាក់ណាទៀតថាមនុស្សរបស់មេខ្លាំងនៅពីក្រោយដែលកំពុងតែខកស្ដាប់ខ្ញុំយើងនេះត្រៀមខ្លួនទៅបាទឥឡូវនេះគេដាក់ព្រំដែនហើយគេអត់មាននេះទេគេដាក់ព្រំដែនណាអត់មានហោះហើររួចទេចឹងចិត្តមិនរួចទេបាទខ្ញុំនាំខ្លួនបាទអរគុណពុកម៉ែបងប្អូនដែលបានរួមចំហយក្នុងការសហការហើយសូមអនុវត្តតាមអ្វីដែលបានណែនាំផងអរគុណប្រិយមិត្តណាពេលឃើញនាំខ្លួនឡើងបងប្អូនបានជាដល់សូមកុំឲ្យអ្នកဖြစ်ឱកាសបន្តបងប្អូនខ្លាចទៅជាអ្នកនេះកំហុសចំពោះខ្លួនច្បាប់សូមបងប្អូនរក្សាកំហុសឲ្យជួយចាត់លើការដឹកនាំរបស់ដល់ពេលជនសង្ស័យ3នាក់ត្រូវបាននាំខ្លួនទៅដល់ការខេត្តកំពង់ស្ពឺបាទដើម្បីដោះស្រាយតាមនីតិវិធីច្បាប់គណៈពេលនេះបាទគឺជនសបោកបាទមានចំនួន3នាក់ដែលបានត្រូវគណៈវិជាការឯកភាពខេត្តកំពង់ស្ពឺបាននាំខ្លួនដើម្បីដោះស្រាយតាមនីតិវិធីច្បាប់បាទនេះឃើញហើយប្រិយមិត្តជនតំណែងស្ដាប់មិនតាមយកឲ្យជំខានគឺអរគុណពុកម៉ែប្រិយមិត្តឃើញហើយចំនួន3នាក់ដែលបានបាទនេះចំនួន3នាក់បាទបាទគេធ្វើបាទប្រិយមិត្តជនឃើញហើយនេះគឺជាបាទការដឹកនាំបាទដោយគណៈនៃគណៈបាទខេត្តរងបាទអាដាមអសរសុពុត្រាបាទដែលជាគណៈវិជាការឯកភាពបាទខេត្តកំពង់ស្ពឺបាទបាននាំខ្លួនជនឆោបបោកចំនួន3នាក់បាទដែលបានឆោបបោកលុយបងប្អូនប្រជាពលរដ្ឋបាទរាប់រយគ្រួសារបាទដោយរាប់លានដុល្លារគណៈពេលនេះគឺត្រូវបានបញ្ជូនទៅកាន់តុលាការដំបងខេត្តកំពង់ស្ពឺផងដែរបាទនិយាយតាមបានអ្នកគ្នាប្រិយមិត្តនេះបាទក្រោយពេលការឃុំខ្លួនចំនួន6យប់6ថ្ងៃ5យប់តាំងពីថ្ងៃទី3បាទរហូតមកដល់ថ្ងៃទីព្រឹកថ្ងៃទី9នេះបាទក៏ត្រូវបាននាំខ្លួន
ai đom ba má nó màu chua như bông ba con này đom ba này ba này đom này cái nào ba khai rong khai tập phong sư ba bàn đom luôn ba chun cha bao chủng luôn bay rúp ní đom bay từ đó sai tan và tề về thi cho ba con là bay chuiไปเชียร์พรอดไปยังไงบ้างทำไมต้องใส่เดิมเราใส่นะไม่จุนพรอดบาร์บ้านตระบานtranh baoมีชาวบ้านฝั่งไหนบ้างบ้านคณะบ้านเนี่ยบ้านแคบร้องบ้านในแคบกับพงซื้อบ้านว่าอยากจะการในเรื่องอัดเงินเตียวเลยคุณยังมาได้แต่เอาไปสร้างเมืองที่เป็นเมืองนั่งหลังโอ้โหนี่ต้นนี้เนี่ยต้นนี้นะครับนี่ของหลังคือหลังจ้ะใส่หลังแล้วใส่อะไรเอาคุณมองคุณbà cái này cái áp ba khai rong bà đâm so sపుត្រាbà nâng một tray cào một vát bà đôi chia châu rôm khang bà một tray cào vát cứ miên khang ho bà bút hát bà đôi chia khang ly này bà khai phong đáy bà hot bị gì không anh này còn chơi như vậy hái mất mà rồi mình làm xa thằng mua và bàn sai chun bong phôn dương hái bà ở đây thì sao mà phay tôi chụp pua này bà mình rút vào hoàn tịch bà ta là dương vừa ta lót từ thằng là không vĩnh bà đọc con pri mất tục mai bong phôn chấm nai pe tam đan ở miền lai phong này bà dương đăng hái chúng vinh nơi cả là này cho bao thằng lứa để chia tập pon đi bà nó bênนี้ตลาดการบ้านอัดวอตตามเต็มที่ชบ้าไปคอดการบ้านเลยคอดการบ้านตั้งมันคอดคนนี้ก่อนโจดโยนมันคอดประธานคอดดับปีนี่เขาแล้วก็ไม่คอดหรอกกลายเป็นแบบว่าบ้านนี้คือจีวัดตะเมียนบอมโปเป็นจีวัดบ้านรอบร้อยเนี่ยในกำลังขายกับพงศปืนนี่บ้านในตรงสกปูจำรานบ้านในคมปูจำรานในสกบอแซดในฝั่งไหนบ้านบอมโปรอบไอ้ดึงยืมไหมไอ้ยืมไอ้ยืมโคตรโหดเลยไปเอากับบัตรมูลbà bây giờ mình nháy mình cứ chia vọt miếng bỏng ôn bà rop rồi nè bàn nó khẳng mục nâng xả khum po chấm ra này bà ấy là bên này bà chôn song say để tao bàn bỏng po chụp rọt dương vừa cả khoác luôn bàn nó không xả khum nó chấm luôn phải làm giúp và mỗi ngày tăng bị ngày thì bay là hốt một đo và ngày thì làm buôn bà khai thu nam pi pon ở này bà bên này kinh ha mặt cách có đôi chia bà đặc nom đo cái nào bà khai rô này khai phong sư bàคือไอ้ดอมมาซอสปุตราbàนอมคล้วนbàชนชาวบกจำนวนใบเนี่ยbàก็โดยเฉพาะน้องนุ่งพองได้คือมีเป็นเส้นเตี้ยได้กำปงแต่ทั่วกามันตัวรถกระคล้วนเลยอย่างนั้นนู้bàลูกกำปงทั่วเด็กกาตลาดกาหน้ามุ้ยแต่ใบแต่ตามจับดอลชนชาวบกเป็นเส้นเตี้ยbàน่ะเด็กกาเลยba cứ bong phôn dương bao krom ruột hiệp ấy đại bong ba cứ quạt ban và mol bà phuộc rồi chưa bong phôn bà bọc quạt thì cho bà bao chưa bọc pon mà phải mất bà cứ bọc ra bong phôn chưa rớt mình trầm tai stroke bà khum po chầm raในstroke bọc san thế bà cứ bọc ra bong phôn chưa rớt dương này nó tam mà đã khai nền chỉ ra phòng đáy bà cứ chỉ sai nó cứ rop rồi liền ở lại nó bà sana dương cứ để trầm khum po chầm ra níซึ่งแต่มันเจอที่ปริมาณบาคือสัจพระแต่บางคนยืนจังบางคนนู้มีตุ่มหุ่มชานเหมือนเต้นบาร์โฮตดอลบาชิดมาโรยลินเดล่าบาคือนุกนง
បាទឃុំពូចម្រើនផ្ទាល់តែម្ដងបាទចាប់ខ្លួន5នាក់ដោយការចាប់ខ្លួនមានចំនួន5នាក់បាទទី1ឈ្មោះចិនវិបុលទី2ឈ្មោះចិនច័ន្ទលើទី3ឈ្មោះចិនស្រីពៅមួយណាដែលថាបានគាត់មានវត្តមានមួយណាបងស្រីពៅចិនលើឲ្យចិនវិបុលអ្នកតែអត់បាទហើយអ្នកដែលវត្តមាននោះដែលមិនទាន់បានចាប់ខ្លួនបាននេះគឺមានចិនស្រីពៅនិងចិនខេងបាទហើយអ្នកដែលបាននាំខ្លួនទៅមានចិនវិបុលចិនច័ន្ទលើនិងចិនស្រីនាងបាទដែលបានធ្វើការនាំខ្លួនទៅកាន់សាលាដំបងខេត្តហ្នឹងមិញដំបងខេត្តព្រោះយើងបានអត់បានថតបាទកាន់សាលាដំបងខេត្តកំពង់ស្ពឺផងដែរគាត់ធ្វើរេញាមួយខ្ញុំកាត់ទុកហ៎រេញាបងនេះកាត់ដែររេញាបាទអត់បងប្អូនដែរទៅខ្ញុំកាត់ជាងកាត់តែមួយខ្ញុំមកខ្សែនៅពេលlạiបកនេះបងរេញាថៃកម្ពុជាចៅក្រមហើយឈ្មោះចៅក្រមតាមរយការរបស់ចៅក្រមថៃកុម្មុយនីបាទតាមតែចេញដីកាមានដល់ដល់យើងហើយវត្ថុតាងលើនេះបងអាចកាត់ស្គាល់ឲ្យពិតបាទព្រោះអានោះបាទយកទៅផ្លោដើម្បីយកទៅยึดឡៃនឹងតាមយ៉ាងអូនគូបាទbây giờ tôi có hai trăm một mà không bay đi là kéo đi tất cả tập phèm nè năng để ca còn cái đá thì còn cái đá tức là con phải đang ở nước thì cấp tận nước ở dùng đi từ đó thôi ba con khám tăng cao và cho nên cái khối sát dùng lụa cây như thì chân tốt ba về cha từ là cá từ miền tây này lót tốt từ kia từ ra thôi thì chân anh đi ra đi tôi anh ấy thì sắp tới cái đồ làm mất tôi tập đấyហើយយកទៅដាក់នៅកន្លែងតុលាការដើម្បីឲ្យតុលាការគាត់ឡៃឡងឡាននេះទៅមកដើម្បីយកលុយជូនប្រជាពលរដ្ឋយើងទាំងអស់គ្នានេះវិញហ្នឹងហើយអានឹងវាចឹងហើយសាសនាជាផាត់យកស៊ីអានឹងគឺយើងដោះស្រាយតាមច្បាប់បានថាចេញបើអត់ដោះស្រាយតាមច្បាប់គឺអត់ចេញទេនៅតែចឹងហ្នឹងហើយសូមអរគុណលុយ15000តែផាក់ពេលហ្នឹងខ្ញុំនៅចេញលុយអត់ទៀតmấy ai biết chui con trai sao mấy anh à đó hai là như vậy chui một bách đi đâu chị hai chứ người giờ được chết mà chơi hết rồi đâu mà ăn cái đó chơi đó đâu á xong mà anh nó bao sân nơi chắc nơi là chắc bà bây mất cái bom bồn bị chiêu bọt bà rọp rồi nè bà đây nơi lượt plei bàในមុខសាលាឃុំពូចម្រើនបាទសនុភូមិតាពាំងតាយឹងបាទស្រុកបាទឃុំពូចម្រើនស្រុកបាសាទខេត្តកំពង់ស្ពឺនេះបាទនឹងថាតើយោបល់យ៉ាងណាទេហើយអត់បានអីមកអញ្ចឹងបើយើងមាន10ក្រុមយើងរើស10នាក់ដើម្បីទៅជួបនឹងលោកអភិបាលដើម្បីឲ្យលោកអភិបាលគាត់យកទៅជួបជាមួយនឹងតុលាការដើម្បីដោះស្រាយលុយនៅទីនោះហ្នឹងហើយអានោះអញ្ចឹងបើយើងមិនធ្វើអញ្ចឹងដល់ស្រាយទេហ្នឹងហើយអរគុណហើយដំណើរទាំងអស់ហ្នឹងរើសទៅរើសក្រុមរើសអ្នកណាដែលបង្កើតនិយាយចឹងទៅដើម្បីទៅជួបតុលាការបាទហ្នឹងហើយរើសទៅ10ក្រុមមាន10អ្នកដែរចឹងទៅដំណើរបាទឬមក5សម្រាប់ក្រុមឬគ្នា5សម្រាប់អ្នកទៅជាដំណើរបាទទៅជួបនឹងរិញតុលាការបាទអរគុណជួបតុលាការយកមកដាក់ស្មារតីគុំទៅបាទប្រិមត្តជនដែលចំណាយពេលវេលាដែលមានតម្លៃតាមដានទស្សនាតាមបណ្ដាញអង្គភាពសារព័ត៌មាន C00 របស់ខ្ញុំបាទជុំវិញករណីព័ត៌មានដែលបាទជនឆបោកដែលជាប្រព័ន្ធនេះបាទដែលមានបាទគ្នាបពួកបាទជាច្រើនបានឆបោកបងប្អូនជីវរដ្ឋបាទអស់លុយរាប់លានដុល្លារនេះគណៈពេលនេះយើងឃើញថា
បងប្អូនយើងក៏បានធ្វើការខុសខ្លួនគាត់បើចំនួន5យប់6ថ្ងៃដើម្បីធ្វើការដោះស្រាយតាមប្រព័ន្ធតុលាការក៏ប៉ុន្តែការដោះស្រាយការចរចានោះមិនបានជោគជ័យបាទក៏មកទល់នឹងពេលនេះបាទព្រឹកថ្ងៃទី9មកខែតុលាឆ្នាំ2020នេះបាទឃើញវត្តមានអភិបាលគណៈអភិបាលរងនៃខេត្តកំពង់ស្ពឺលោកអាដាមសសុពុត្រាដែលជាគណៈបញ្ជាកាយភាពខេត្តកំពង់ស្ពឺនេះបាទបាននាំទៅការតុលាការដើម្បីធ្វើការនាំខ្លួនជនសង្ស័យចំនួន5រូបក៏ប៉ុន្តែក្នុងនេះបាទយើងឃើញថាមានការនាំខ្លួនតែ3រូបទេបាទដោយសារតែ3រូបនេះគឺបានបងប្អូនប្រជាពលរដ្ឋយើងបានធ្វើការខាត់ខ្លួនបាននៅ2រូបទៀតគឺកំពុងតែធ្វើការស្រាវជ្រាវតាមនីតិវិធីដើម្បីចាប់បន្តបាទនៅពេលនេះលោកបាននាំខ្លួនបាទមួយឈ្មោះចិនវិបុល2ឈ្មោះចិនច័ន្ទលឹក3ឈ្មោះចិនស្រីនាងបាទ2អ្នកផ្សេងទៀតមិនទាន់បានខាត់ខ្លួនបាទគឺឈ្មោះចិនស្រីពៅនិងចិនខេងបាទលោកកំពុងតែធ្វើតាមនីតិវិធីដើម្បីខាត់នាំខ្លួនបាទជន2អ្នកទៀតដែលជាជនឆោបោកនោះដើម្បីទៅដល់ស្រាយតាមនីតិវិធីច្បាប់ផងដែរបាទហើយឃើញថាបាទចៅក្រមនៃតុលាការចៅក្រមនៃសាលាដំបងខេត្តកំពង់ស្ពឺនោះបាទលោកអភ័យគឹមមនីបាទដែលបានពិសេសចឹងវាអាននឹងស្គាល់បន្តិចបាទពេលនេះគឺបាននាំខ្លួនទៅឲ្យប្រិយមិត្តបាទគឺដើម្បីដោះស្រាយតាមប្រព័ន្ធតុលាការវិញពីព្រោះបងប្អូនប្រជាពលរដ្ឋយើងធ្វើការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះបាទអស់រយៈពេលបាទ6ថ្ងៃទៅហើយឥឡូវនេះបងប្អូនប្រជាពលរដ្ឋជាច្រើនរយគ្រួសារកំពុងតែធ្វើនីតិវិធីណាមួយបាទដើម្បីចងក្រងជាក្រុមណាមួយតាមគណៈអភិបាលរងដែលលោកបានមានប្រសាសន៍បាទណែនាំដល់បងប្អូនយើងដើម្បីធ្វើការដោះស្រាយបន្តទៅខាងលើទៀតបាទលោកក៏មានប្រសាសន៍ថាបាទលោកមិនច្រានចោលចំពោះរឿងនេះទេបាទគណៈអភិបាលរងបាទដូចជាមន្ត្រីក្រៅអាវ៉ាតលោកនឹងធ្វើការជូនបងប្អូនប្រជាពលរដ្ឋដើម្បីស្រកដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋលោកក៏បានមានប្រសាសន៍បន្ថែមទៀតថាលោកនឹងឲ្យក្រុមឆោបោកទាំងនោះនឹងសងប្រាក់មកប្រជាពលរដ្ឋវិញបាទហើយយើងមិនដឹងថាតើជំនុំនៃសាច់ប្រាក់នោះត្រូវបានសងមកប្រជាពលរដ្ឋប៉ុណ្ណាទេជាងបងប្អូនយើងចូលរួមតាមដានទស្សនាបន្តក៏ដូចជាបាទក្រុមការងារខ្ញុំបើសិនជាមានព័ត៌មានអាប់ដេតណាមួយខ្ញុំនឹងធ្វើការអាប់ដេតចូលតាមគេហទំព័របាទក្រុមអង្គភាពសារព័ត៌មាន CSO ចូលពីខ្ញុំបាទគណៈពេលនេះខ្ញុំបាទជំសានរួមជាមួយនឹងសហការីបាទដែលកំពុងតែមានវត្តមានផ្ទាល់បាទនៅព្រឹកថ្ងៃទី9បាទខែធ្នូឆ្នាំ2020ដូចគឺនៅមុខនឹងបាទចំណុចនៃសាលាឃុំពោធិ៍ចម្រើនបាទដែលស្ថិតនៅក្នុងភូមិតាពាំងតាយើងឃុំពោធិ៍ចម្រើនស្រុកបោះសែតខេត្តកំពង់ស្ពឺបាទនឹងក៏សូមធ្វើការបញ្ចប់ការផ្សាយផ្ទាល់ត្រឹមនេះផងដែរបាទបើសិនជាមានចំណុចលើលោកខ្វះខាតត្រង់ណាមិនសមរម្យក៏សូមមេត្តាខន្តីអភ័យទោសដល់សំណាក់បងប្អូនដែលចំណាយពេលដែលមានតម្លៃតាមដានផងដែរបាទសូមអរគុណ